Trong liệp xuôi này tặng ác ní trước khi cho thay một đòn tiết đây nhận được ác nhâm chừng comment là tặng ác ní này chăm nhóm chà ngày nít nhâm phong phi tổ này lá cứ miên câu bằng nòng bấy tí mùi nhâm là không chăm bị bọn một hay ní nhâm nòng post video chỉ cao bằng đèn phía xa chân là lời YouTube đang vinh 2DP គឺខ្ញុំចង់បាន suggest ពីអ្នកទាំងអស់គ្នាចង់មានថានៅក្នុងការ post video ទៅថ្មីនេះតើអ្នកទាំងអស់គ្នាចង់បានវីដេអូបង្រៀនបែបរបៀបម៉េចពួកអីដោយសារតែលោកមុនខ្ញុំ post ជាវីដេអូជាលក្ខណៈការបង្រៀនលើក្តារខៀនហើយខ្ញុំសរសេរជាមាន A មាន B អញ្ចឹងណាហើយខ្ញុំសរសេរ PN សរសេរ A អញ្ចឹងដើម្បីឲ្យអ្នកទាំងអស់គ្នាអានតាមហើយនឹងបកប្រែតាមនឹងអញ្ចឹងម្ដងនេះខ្ញុំអត់ចង់ធ្វើដូចមុនទេព្រោះខ្ញុំចង់ឲ្យជាអ្វីដែលថ្មីថ្មីទៅអ្នកទាំងអស់គ្នាហើយការបង្រៀនក៏ខ្ញុំចង់បង្រៀនជាលក្ខណៈបែបថ្មីថានៅពេលដែលយើងបង្រៀនហ្នឹងនៅពេលដែលយើងបង្រៀនហ្នឹងយើងលក្ខណៈជាមានការកំសាន្តនៃឡំចូលនៅក្នុងហ្នឹងมันប្រកាសថាយើងនៅលើក្តារខៀនអញ្ចឹងខ្ញុំសូមហើយខ្ញុំមានគំនិតច្រើននៅក្នុងការ post ជាវីដេអូហ្នឹងថ្មីចង់បានថាថតបង្រៀនថ្មីឲ្យអ្នកទាំងអស់គ្នាហើយទី3គឺខ្ញុំចង់សុំទោសអ្នកទាំងអស់គ្នាសុំទោសថ្ងៃទី1ដោយសារតែខ្ញុំផ្អាកការថតវីដេអូនៅលើ YouTube ប្រហែលជាអត់ដែលបាន post ដូចជាចិត្តមួយឆ្នាំប្រចាំពីឆ្នាំ2019ខែ3មកដល់លើឆ្នាំ2020ហើយខែ2វារយៈពេល11ខែហើយអញ្ចឹងដោយសារតែការដំបូងឡើយsubscriber ខ្ញុំឥឡូវវាឡើងដល់ទៅ 6000 នាក់ជាង 77k ដែរហើយខ្ញុំពិតជាសុំទោសមែនតើដែរចង់មានថាដែរជា post ទៅវីដេអូអីថ្មីថ្មីសម្រាប់អ្នកនរគ្នាសោះមកអញ្ចឹងថ្ងៃនេះខ្ញុំធ្វើវីដេអូនេះឡើងដើម្បីចង់ដឹងអំពីយោបល់របស់អ្នកនរគ្នាថាតើនៅពេលដែលខ្ញុំ post ជាវីដេអូថ្មីអ្នកនរគ្នាចង់ suggest ឲ្យខ្ញុំធ្វើជាវីដេអូបង្រៀនបែប style មួយណាហើយមួយវិញទៀតខ្ញុំក៏មានកំណត់ខ្ញុំក្នុងការបង្រៀនបែបថ្មីដែរប៉ុន្តែខ្ញុំចង់អ្នកទាំងអស់គ្នាបញ្ចេញយោបល់ហើយខ្ញុំនឹងព្យាយាមធ្វើចំណាស់ខ្ញុំមានកំណត់របស់ខ្ញុំហើយអ្នកទាំងអស់គ្នាបញ្ចេញយោបល់មកខ្ញុំនឹងបបផ្សំគ្នាហើយនឹងធ្វើជាវីដេអូថ្មីព្រោះអីដូចអ្នកទាំងអស់គ្នាដឹងស្រាប់ឯការរៀនភាសាមួយវាអត់ស្រួលទេប៉ុន្តែបើសិនជាយើងចង់រៀនចិត្តយើងចង់រៀនភាសាអីមួយបើសិនជាយើងចង់ហើយយើងស្រឡាញ់ខ្ញុំជឿថាអ្នកនរគ្នានឹងអាចរៀនបានលឿនព្រោះអីសម្រាប់ខ្ញុំរៀនតាំងពីទូចគ្រូសាស្ត្រខ្ញុំក៏ជាអ្នកមិនថាចិនសុទ្ធហ្មងឯងជាខ្សែចិនប៉ុន្តែខ្ញុំរៀនតាំងពីទូចមែនប៉ុន្តែអ្នកផ្ទះខ្ញុំគាត់អត់ដែរនិយាយជាភាសាចិនអីដាក់ខ្ញុំទេអញ្ចឹងណាហើយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នានៅពេលដែលរៀនហ្នឹងស៊ូទាំងអស់គ្នាព្រោះអីយើងចង់ចេះយើងត្រូវតែស៊ូហើយដូចខ្ញុំគិតថាខ្ញុំអត់មានបទពិសោធន៍អីដែលថាលើសគេឬមួយក៏មិនទេប៉ុន្តែខ្ញុំចង់ share នៃ experience ដែលខ្ញុំធ្លាប់វិធីសាស្ត្រដែលខ្ញុំរៀនពីមុនមកថាតើខ្ញុំនេះមុននឹងខ្ញុំឈានដល់ការនិយាយបានបែបហ្នឹងតើខ្ញុំឆ្លងកាត់អីមកគេខ្លះតើខ្ញុំរងថ្ងៃខ្ញុំធ្វើអីគេខ្លះអញ្ចឹងណាហើយអ្នកទាំងអស់គ្នាជឿនៅក្នុង24ម៉ោងមួយថ្ងៃមាន24ម៉ោងខ្ញុំនិយាយចិន18ម៉ោងហើយអុយខ្ញុំធ្វើការពាក់ព័ន្ធជាមួយនឹងចិនទី2ខ្ញុំចូលចិត្តខ្ញុំចង់រៀនខ្ញុំចង់ស្វែងយល់អ្វីថ្មីអំពីភាសាទី3ខ្ញុំមើលទៅរឿងចិននេះខ្ញុំប្រាប់អ្នកនរគ្នាថាខ្ញុំមើលទៅរឿងចិនសូម្បីតែចម្រៀងក៏ខ្ញុំមើលចម្រៀងចិនប៉ុន្តែខ្ញុំអត់ដែរមើលចម្រៀងខ្មែររឿងខ្មែរខ្ញុំមើលប៉ុន្តែបើសិនជាខ្ញុំចង់ចេះខ្ញុំប្រកាសជាមើលអ្វីដែលខ្ញុំចង់ថាដែលធ្វើឲ្យភាសារបស់ខ្ញុំកាន់តែបង្កើននៃចង់ថានៃ level នៃភាសាចិនដែរអញ្ចឹងសង្ឃឹមថាអ្នកនរគ្នាចូលចិត្តវីដេអូនេះហើយបើសិនជាអ្នកនរគ្នាមានអ្វីដែលថ្មីដែលចង់ជា comment នៅខាងក្រោម suggest ចង់ឲ្យខ្ញុំធ្វើអ្វីដែលថ្មីដើម្បីឲ្យអ្នកនរគ្នាងាយស្រួលក្នុងការហ៊ានដើម្បីអ្នកនរគ្នាងាយស្រួលក្នុងការនិយាយអញ្ចឹងហើយមួយវិញទៀតខ្ញុំចង់ប្រាប់អ្នកនរគ្នាថាខ្ញុំចង់បង្រៀនបែប speaking បានន័យថាជាការអានអក្សរយកហ្មងព្រោះអីវាអត់លឿនប៉ុន្តែចង់ន័យថាបើសិនជាអ្នកទាំងអស់ព្រោះអីចេះបើសិនជាយើងអានមួយនៅលើក្តារខៀនក៏បានដែរ
ប៉ុន្តែខ្ញុំចង់លាយវាខ្លះចង់មានន័យថាយើងលាយជាលក្ខណៈថាយើងអាននៅលើក្តារខៀនហើយយើងលក្ខណៈជាថាខ្ញុំមានមួយឃ្លាខ្ញុំបង្រៀនអ្នកទាំងអស់គ្នាអានថាតើឃ្លានេះនៅពេលដែលក្នុងស្ថានភាពណាមួយតែយើងគួរតែបញ្ចេញសម្លេងមិនឲ្យអ្នកទាំងអស់គ្នាដឹងថាពួកអ្នកខ្លះគាត់អត់ចង់មានន័យថានៅពេលដែលគាត់ចេះអានហ្នឹងគាត់និយាយអត់ត្រូវទេនិយាយអត់ត្រូវមិនគាត់និយាយស្មើដូចយើងរៀនខ្មែរដំបូងយើងនិយាយអត់មានបញ្ចូលពាក្យសម្លេងបញ្ចូលជាមនុស្សចេតនាអីអញ្ចឹងចូលទៅក្នុងហ្នឹងប៉ុន្តែចំពោះអ្នកដែលគាត់ចង់មានន័យថាអាហ្នឹងគឺសម្រាប់ឲ្យយើងចេះអានហ្មងណាតែយើងធ្វើបានប៉ុន្តែបើសិនជាសម្រាប់តែគាត់ជុំតែចូលរៀនដំបូងវាពិបាកបន្តិចសម្រាប់គាត់អានអញ្ចឹងប៉ុន្តែបើសិនជាយើងព្យាយាមមានអីក្រៅពីយើងព្យាយាមទេបើសិនជាយើងព្យាយាមខ្ញុំជឿថាអ្នកទាំងអស់គ្នាអាចអានបានអញ្ចឹងណាខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានៅតែគ្រប់គ្រងនៅវីដេអូដែលខ្ញុំផុសនៅក្រោយហ្នឹងហើយបើសិនជាអ្នកណាដែលគាត់អត់ទាន់បាន subscribe ដែលចូលមើលនៅក្នុងវីដេអូនេះសង្ឃឹមថាចង់រៀនចង់ចេះបន្ថែមចង់មើលអ្វីដែលថ្មីសម្រាប់ team ខ្ញុំមកធ្វើវីដេអូនឹង post ឡើងវិញសម្រាប់អ្នកទាំងអស់គ្នា subscribe ហើយ comment នៅខាងក្រោមវីដេអូហើយមួយវិញទៀតចុចរូបកណ្ដឹងផងបើសិនជាខ្ញុំ post ចឹងទៅអ្នកទាំងអស់គ្នាអាចមើលឃើញហើយអរគុណច្រើនមែនតើសម្រាប់ការ support កន្លងមកដែលពីមុនខ្ញុំ post វីដេអូបានទៅប្រហែលខែ subscriber ខ្ញុំឡើងដល់ទៅ 5-6,000 នាក់ហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំងហើយក៏សោកស្ដាយសម្រាប់ការដែលអត់ចង់មានថាផ្អាកផុសនៅវីដេអូអញ្ចឹងណាហើយសង្ឃឹមថាអ្នកនរគ្នានៅតែគាំទ្រខ្ញុំអញ្ចឹងហើយខ្ញុំនឹងព្យាយាមចង់មានថាខ្ញុំចង់និយាយពីមូលហេតុបន្តិចដោយសារតែមួយរយៈមូលហេតុដែលខ្ញុំផ្អាកផុសហ្នឹងទី1ខ្ញុំធ្វើការហើយចង់មានថាខ្ញុំធ្វើការអញ្ចឹងទៅខ្ញុំអត់សូវមានពេលថតអត់សូវមានពេលកាត់វីដេអូអត់សូវមានពេល post អញ្ចឹងណាខ្ញុំធ្វើការមួយទឹកវា7ម៉ោងមួយទឹក6ថ្ងៃមួយថ្ងៃ8ម៉ោងអញ្ចឹងខ្ញុំធានាទៅពេលល្ងាចអញ្ចឹងណាហើយពីមុនខ្ញុំឆ្លៀតថ្ងៃសៅរ៍អាទិត្យថតហើយនឹងកាត់វីដេអូអញ្ចឹងទៅពេលក្រោយមកដោយសារតែការងារវាកាន់តែមមាញឹកធ្វើឲ្យខ្ញុំផ្អាកផុសវាអញ្ចឹងហើយខ្ញុំសោកស្ដាយដូចខ្ញុំបាននិយាយមុនអញ្ចឹងខ្ញុំសោកស្ដាយហើយខ្ញុំក៏សុំទោសដែលចង់មានថាអត់ post វីដេអូអត់បាន post នៅមេរៀនថ្មីហើយឥឡូវនេះខ្ញុំសន្យាមកខ្លួនឯងហើយថាទោះបីជាលបលយ៉ាងណាក៏ដោយខ្ញុំនឹងឆ្លៀតនឹងជ្រាប post នៅអ្វីដែលថ្មីនឹងចែកចម្លែកនៅដែលនឹងចែកចម្លែកនៅចំណេះដឹងដែលខ្ញុំធ្លាប់មានខ្ញុំដឹងថាការរៀនអីមួយវាដូចខ្ញុំនិយាយចឹងវាអត់ស្រួលទេតែសំខាន់តែយើងចង់រៀនអត់អញ្ចឹងណាហើយខ្ញុំនឹង share នៃ experience ខ្ញុំនៃការរៀនចិនតែខ្ញុំធ្វើមិនខ្លះនៅវីដេអូក្រោយៗហើយខ្ញុំនឹង share តែខ្ញុំនិយាយអីគេខ្លះហើយខ្ញុំឆ្លងកាត់អីគេខ្លះហើយចង់មានថាខ្ញុំធ្វើមិនខ្លះបើខ្ញុំហ៊ាននិយាយដល់ថ្ងៃហ្នឹងអញ្ចឹងណាហើយខ្ញុំអត់និយាយថាខ្ញុំបកកែអីខ្លាំងលោកប៉ុន្តែខ្ញុំគ្រាន់តែចង់មានថាខ្ញុំនិយាយជាមួយពួកអីចេះនៅពេលដែលដោយសារតែខ្ញុំធ្លាប់ចង់កាន់ហាន់ចេះនៅពេលដែលខ្ញុំនិយាយចិនហើយជាមួយនឹងជនជាតិចិនពួកគាត់តែងតែគិតថាខ្ញុំមិនខ្មែរខ្ញុំប្រហែលជាកូនចិនអញ្ចឹងណាហើយពួកគាត់ដោយសារខ្ញុំថាខ្ញុំនិយាយបានល្អអញ្ចឹងហើយអ្នកដែលគាត់ហ៊ានមកខ្ញុំអ្នកដែលមិត្តភក្តិខ្ញុំជាមួយនឹងអ្នកដែលមិត្តរួមថ្នាក់ជាមួយខ្ញុំក៏គាត់ឲ្យបានសួរដែរថាមិនបានជានិយាយចិនបានល្អម៉េចអីម៉េចអញ្ចឹងណាអញ្ចឹងខ្ញុំក៏ share ទៅថាយើងត្រូវធ្វើម៉េចយើងត្រូវខ្លួនយើងត្រូវធ្វើម៉េចយើងត្រូវលើកដាក់សម្លេងម៉េចហើយខ្ញុំហ៊ានពុកខ្ញុំ share ជាបទពិសោធន៍ដែលខ្ញុំធ្លាប់នេះពីមុនមកហើយបងប្អូនខ្ញុំរាល់ថ្ងៃគឺខ្ញុំបង្រៀនគាត់អំពីវិធីសាស្ត្រនៃការរៀននឹងដែរអញ្ចឹងណាខ្ញុំសង្ឃឹមថានៅពេលដែលខ្ញុំ post ខ្ញុំឥឡូវនេះខ្ញុំដោយសារអញ្ចឹងវីដេអូនេះខ្ញុំអត់កាត់ទេអញ្ចឹងខ្ញុំនិយាយយ៉ាងដែរបន្តិចអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាកុំប្រកាន់កុំធុញកុំអីអញ្ចឹងណាហើយខ្ញុំថ្ងៃនេះខ្ញុំតនីថ្ងៃអាទិត្យអញ្ចឹងខ្ញុំចង់ថតវីដេអូនឹង post ឲ្យអ្នកទាំងអស់គ្នាដឹងឲ្យហើយអញ្ចឹងណាអរគុណច្រើនសម្រាប់
ការនៅតែគ្រប់គ្រងបើសិនជាអ្នកគ្នាគ្រប់គ្រងខ្ញុំនឹងព្យាយាម post វាដើម្បីចែកម្លែកនៅចំណេះដឹងចែកម្លែកនៅវិធីសាស្ត្រនៃការរៀនឲ្យអ្នកគ្នាបានដឹងអូខេថ្ងៃនេះវីដេអូខ្ញុំចប់ប៉ុណ្ណឹងសង្ឃឹមថាអ្នកគ្នានៅតែគ្រប់គ្រងវីដេអូខ្ញុំអញ្ចឹងអូខេអរគុណជម្រាបលា